នេះមកបង្ហាញមុខមាត់ដល់គ្នាអំពីរបៀបនៃការគ្រប់គ្រងស្តុកអវ៉ាន់ក៏ដូចជាមើលស្តុកអវ៉ាន់និងបន្ថែមស្តុកអវ៉ាន់នៅក្នុងប្រព័ន្ធគ្រប់គ្រងអាជីវកម្មក៏ដូចជាម៉ាស៊ីនកាត់លុយខ្នាតតូចរបស់ក្រុមហ៊ុន TSD នៅពេលដែលបងបើកជាមួយនឹង TSD Post App ដែលមាននៅក្នុងម៉ាស៊ីនកាត់លុយខ្នាតតូចរបស់ក្រុមហ៊ុន TSD បងចូលទៅគឺមានកន្លែងមួយដាក់ឈ្មោះថាមុខទំនិញនៅពេលដែលបងចូលទៅដល់កន្លែងគ្រប់គ្រងមុខទំនិញនឹងមាន icon 4នៅខាងលើដែលបង្ហាញអំពីទំនិញទាំងអស់មានន័យថាទំនិញសរុបដែលបងកំពុងតែមានសកម្មដូចជា43មុខដូចនៅក្នុងវីដេអូអញ្ចឹងទំនិញណាដែលលក់ដាច់ខ្លាំងកំពុងតែលក់ដាច់ខ្លាំងទំនិញណា3ខែហើយលក់អត់ដាច់នៅទំនិញណាដែលចិត្តអស់ស្តុកពុទ្ធិសា4មុខងារនេះគឺសិតតែជាមុខងារសំខាន់ក្នុងការគ្រប់គ្រងស្តុកដែលបងប្អូនដែលជាម្ចាស់អាជីវកម្មគាត់ត្រូវការមើលជាប្រចាំជាងគេអញ្ចឹងយើងបង្កើតភាពងាយស្រួលដាក់ពេលនៅខាងលើតែម្ដងហើយបងអាចមើលព័ត៌មានលម្អិតរបស់ស្តុកបងប្អូនតែម្ដងហើយក៏អាចមើលព័ត៌មានលម្អិតទៅលើ product នីមួយៗថាតើ product ដូចជា resins ទៅពាំងបញ្ជូរគ្រីមហ្នឹងនៅសល់ប្រមាណនៅក្នុងស្តុកដូចជា4កំប៉ុងនៅក្នុងស្តុកចឹងបងអាចដាក់កំងថែមបើសិនជាបងគិតថាវាតិចហើយក៏បងអាចមើលជាមួយនឹងព័ត៌មាន product ចិត្តអស់ស្តុកនិង product ចិត្ត expire ដូចគ្នាដែរហើយព័ត៌មាន product ទាំងអស់បើសិនជាបងចង់ export ទៅជា Excel ឬក៏ PDF ក៏បានដែរហើយបងក៏អាចបន្ថែមជាមួយនឹងមុខទំនិញនៅក្នុង POS system កន្លែងនឹងដូចគ្នាបងគ្រាន់តែចូលទៅកន្លែងបន្ថែមមុខទំនិញបងចូលទៅដល់គឺវា require ឲ្យបងបន្ថែមជាមួយនឹងព័ត៌មានលម្អិតរបស់ product នីមួយៗដូចកន្លែងនេះគឺខ្ញុំថតរូបព្រោះដោយសារតែខ្ញុំអត់ចង់ទៅទាញរូបពីអ៊ីនធឺណិតបើសិនជានេះបងទៅយករូបពីអ៊ីនធឺណិតមកដើម្បីឲ្យបងងាយស្រួលដើម្បីបង្កើតជា icon បន្ទាប់មកបងដាក់ជាមួយនឹងឈ្មោះអវ៉ាន់ឬក៏តាម brand អវ៉ាន់នេះអញ្ចឹងទៅបើសិនជាបងលក់ជាកៅអៅវាតែងតែមានអាវ polo ឬក៏អាវ Versace ឬក៏ Louis Vuitton អញ្ចឹងណាបន្ទាប់មកបងដាក់លេខកូដឲ្យមុខទំនិញបើសិនជាបងលក់អវ៉ាន់ជាចាប់ព្រួយឬក៏អីផ្សេងៗវាតែងតែមាន barcode នៅខាងក្រោយហ្នឹងអញ្ចឹងបងគ្រាន់តែចុចដូចខ្ញុំមកគឺ scan ដើម្បីវាចាប់ជាមួយនឹង barcode នៅលើប្រអប់អវ៉ាន់ឬក៏នៅលើអវ៉ាន់ហ្នឹងតែម្ដងដូចប្រអប់អវ៉ាន់នេះមាន barcode គឺដាក់ទៅវា scan ចាប់ barcode ប៉ុន្តែបើសិនជាអត់មានទេបងអាច generate randomly ក៏បានដែរប៉ុន្តែបើសិនជាមានបងធ្វើដូចខ្ញុំអញ្ចឹងទៅដើម្បីឲ្យ system ចាប់ជាមួយនឹងកូដហ្នឹងនៅពេលបងធ្វើការលក់លើក្រោយបងគ្រាន់តែចុច scan ទៅវាចាប់អវ៉ាន់ហ្នឹងបានណាបន្ទាប់មកបងដាក់ថាតើអវ៉ាន់ហ្នឹងលក់ជាឯកតាបែបណាបែបប្រអប់ឬក៏បែបដបឯហ្នឹងគឺមាននៅក្នុងហ្នឹងបងចុចបំពេញទៅតាមហ្នឹងទៅមកគឺបងបំពេញជាមួយនឹងតម្លៃទិញចូលនិងតម្លៃលក់ចេញដើម្បីឲ្យពេលដែលបងលក់ចេញចូលទៅគឺដឹងអំពីចំណូលនិងចំណាយរបស់បងបានច្បាស់បំពេញជាមួយស្តុកដើមគ្រាបងយកមកប្រហែលប្រអប់បងបំពេញប៉ុណ្ណឹងទៅមាន120ដាក់120ហើយបើសិនជាបងចង់ឲ្យ system ប្រាប់បងថាអវ៉ាន់ហ្នឹងវាចិត្តអស់ហើយនៅក្នុងកម្រិតប៉ុណ្ណាឧទាហរណ៍60ប្រអប់ហ្នឹងគឺវាតិចចិត្តអស់ហើយត្រូវប្រាប់បងដាក់ទៅ60ប្រអប់នៅពេលដែលបងលក់លើកក្រោយអវ៉ាន់ហ្នឹងនៅសល់60ប្រអប់វានឹងឥឡូវប្រាប់បងហ្មងថាអវ៉ាន់ហ្នឹងគឺចិត្តអស់ហើយនៅសល់តែ60ប្រអប់ទេអញ្ចឹងកំងមកថែមនិយាយទៅគឺងាយស្រួលក្នុងការប្រើប្រាស់ណាបងតែប៉ុណ្្នេះគឺលែងខ្វល់ជាមួយនឹងការកស្តុកឬក៏អវ៉ាន់ចិត្ត expire ឬក៏អវ៉ាន់ណាចិត្តអស់បងអត់ដឹងហើយប៉ុណ្្នេះគឺបងអាចគ្រប់គ្រងស្តុកបងបានយ៉ាងងាយស្រួលមែនតើ